ទៀតមកវាប្រាប់ថារំលោភអីអញ្ចឹងមានន័យថាខាងកសោវិច័យហ្នឹងគាត់ធ្វើការរបៀបមិនអាហ្នឹងវាជាកំហុសឆ្គងវាជាភាពមិនច្បាស់លាស់របស់ខាងកសោវិច័យរបស់ខេត្តនិយាយរឿងអាមួយនៅតាំងគោកអាករណីអាមួយនៅតាំងគោកហ្នឹងឥឡូវខាងព្រមត្តនកម្រិតធ្ងន់របស់ក្រសួងអតីតបានកបួយវាបានហើយវាបានសម្រាប់ក្មួយស្រី CEO នៅស្រុកតាំងគោកខេត្តកំពង់ធំកាលពីប្រហែល2ថ្ងៃមុនហើយបានរត់គេចខ្លួនទៅខេត្តបៃលិនទៅដល់ភ្នំខៀវហើយសមត្ថកិច្ចខាងព្រមត្តនកម្រិតធ្ងន់របស់ក្រសួងអតីតបានធ្វើការកបួយវាបានកាលពីថ្ងៃមិញល្ងាចថ្ងៃមិញនៅទឹកដីខេត្តបៃលិនហើយតាមចម្លើយសារភាពវាថាវារំលោភឲ្យសម្លាប់អញ្ចឹងបានន័យថាករណីនេះបើពូមើលទៅអានេះគឺប៉ុនប៉រំលោភហ្មងរំលោភឲ្យបានសម្លាប់ក្រោយសម្លាប់ឲ្យបានរំលោភក្រោយហើយពូបានស៊ូអ្នកនៅជិតហ្នឹងហើយពូបានស៊ូទៅបងប្រុសពូដែលគាត់ជាមន្ត្រីនៅស្នងការនគរបាលខេត្តកំពង់ធំដែរមុនហ្នឹងគាត់ថាអាមួយជនដៃដល់ហ្នឹងវាធ្លាប់ជាប់គុកករណីរំលោភដូចគ្នាដែរជាប់5ឆ្នាំវាទៅចេញពីគុកទេឈ្មោះវាអាស័យហៅអានឌីហើយអាខ្មៅហើយមុននឹងឈានទៅដល់បានន័យថាសម្លាប់រំលោភក្មួយស្រីដែលជា CEO អ្នកចងការលុយនៅក្នុងភូមិហ្នឹងគឺវាបានលបងហៅអ្នកធ្វើកញ្ចក់ឲ្យមកធ្វើនៅផ្ទះនេះវាថាមកធ្វើឲ្យម៉ែវាតែអ្នកធ្វើកញ្ចក់គាត់ថាគាត់រវល់ដល់ពេលទៅវាត្រូវគ្រោះនេះគឺធ្លាក់មកដល់ក្មួយស្រីដែលស្លាប់កាលពីម្សិលមិញនេះហើយការសម្លាប់យើងមើលទៅគឺសាហាវប្រៃផ្សាយខ្លាំងណាស់វាបានសម្លាប់ហើយរំលោភបាទវាសម្លាប់ហើយបានវារំលោភហើយវាយកទៅកប់យកសពនោះទៅកប់នៅក្រៅផ្ទះហ្នឹងនៅលបងផ្ទះជិតបន្ទប់ទឹកហ្នឹងសពហ្នឹងវាកប់ហើយវារោយអំបិលទៅលើទៀតមិនប្រឡាក់អំបិលគឺរោយអំបិលដើម្បីកុំឲ្យមានក្លិនតែសាកសពប៉ុណ្ណឹងទោះបីជាវារោយអំបិលមិនក៏វានៅតែក្លិនដែរដល់ទៅពេលបងប្អូនពុកម្ដាយគាត់បាត់កូនគាត់ឆោឡោស៊ូនាំទៅបានដឹងថាកូនគាត់គឺចូលផ្ទះមួយជនដៃដល់ហ្នឹងក៏បានចូលទៅក្នុងផ្ទះហ្នឹងទៅបានរកឃើញកន្លែងសង្ស័យនេះដែលវាយកសង្កសីយកធុងតកធ្វើស្កត់ពីលើការពិតទៅពុកម្ដាយសពនេះរកឃើញមុនប៉ូលីសទៅក្រៅទេប៉ូលីសរកឃើញក្រៅទេអញ្ចឹងបានដាក់ពាក្យបណ្ដឹងបានរាយការណ៍ទៅអាជ្ញាធរទៅសមត្ថកិច្ចបានខាងសមត្ថកិច្ចចុះទៅដល់ទីតាំងកើតហេតុក៏ប៉ុន្តែនៅពេលដែលសពយកសពចេញពីរណ្ដៅនឹងហើយនេះគាត់សពចេញមកនេះខាងកសោវិច័យស្នងការខេត្តកំពង់ធំបានបំភ្លឺថាអត់រំលោភទេអត់បានរំលោភទេគាត់ថាសម្លាប់ហើយយកសពទៅកប់អាហ្នឹងអានេះជំហានដំបូងដល់ពេលថ្ងៃនេះខាងព្រមត្តនកម្រិតធ្ងន់របស់ក្រសួងមហាផ្ទៃក៏បួយវាបាននៅខេត្តបៃលិនដល់ពេលចម្លើយសារភាពវាថាវាសម្លាប់ហើយបានវារំលោភអញ្ចឹងចម្លើយវាផ្ទុយគ្នាខាងស្នងការបំភ្លឺមកថាអត់រំលោភទេប៉ុន្តែដល់ពេលអាជនដៃដល់នេះវាប្រាប់ថាវារំលោភអញ្ចឹងបើចម្លើយសារភាពរបស់វាប្រាប់ថារំលោភអីអញ្ចឹងមានន័យថាខាងកសោវិច័យហ្នឹងគាត់ធ្វើការរបៀបមិនអាហ្នឹងវាជាកំហុសឆ្គងវាជាភាពមិនច្បាស់លាស់របស់ខាងកសោវិច័យរបស់ខេត្តរបស់ស្នងការខេត្តអានេះចម្លើយសារភាពវាថាវាសម្លាប់ហើយវារំលោភក្រោយហើយឃាតករឥឡូវហ្នឹងពេលហ្នឹងមកហ្នឹងត្រូវបានកម្លាំងព្រមត្តនកម្រិតធ្ងន់របស់ក្រសួងអតីតបំបញ្ជូនខ្លួនទៅកាន់ខេត្តកំពង់ធំទៅកាន់ស្នងការកំពង់ធំពុកកន្លែងកើតហេតុនៅហ្នឹងនៅតាំងគោកហ្នឹងអញ្ចឹងអានេះបើយើងគិតពីសកម្មភាពវាសាហាវប្រៃផ្សាយអញ្ចឹងអ្នកទាំងអស់គ្នាដឹងថាវាអត់គូទុកវាអត់ដឹងថាយកអីទៅដោះដូរអាយុជីវិតអានេះប្អូនយើងប្អូនគេកូនយើងវាអត់ដឹងថាយកអីទៅដោះដូរអាយុជីវិតរបស់គាត់បានបើវាជាប់គុកវាបានជាប់គុកមួយជីវិតចាំបានថាបើស្រុកទេសយើងមានច្បាប់ប្រហារជីវិតប្រហែលជាមិនដឹងល្អយ៉ាងណាទេវៀតណាមគេមានហើយថៃគេមានហើយដោយថៃទោះបីគេកាន់របបប្រជានិយមក៏គេមានហើយច្បាប់ប្រហារជីវិតអញ្ចឹងយើងបើមានច្បាប់ប្រហារជីវិតអាចធ្វើឲ្យមនុស្សវាបាក់វាខ្លាចវារៀងហើយដោយករណីអាស័យហាហ្នឹងអាឃាតករនេះឈ្មោះអាស័យហានេះហើយអាខ្មៅនេះវាទៅចេញពីគុកតើតែវាហ៊ាននៅធ្វើទៀតអូនេះសាហាវណោរត់ចូលទៅដល់ក្នុងព្រៃនៅជើងភ្នំខៀវនៅបៃលិននោះកម្លាំងព្រមត្តនកម្រិតធ្ងន់ចូលទៅកបួចទាញវាពីក្នុងព្រៃមកទៅវាកិច្ចវារត់
vì đó pi tăng cô bông thông này tới này hay tăng cô bông thông này tới miền rừng mấy lần thì bà man mà khai mừng cả này chun đầu kêu nhiên ở trên tờ banสมาชิกpolice lab ដែលរត់តពូនដល់ប៉ៃខាងព្រមមិនទាន់កម្រិតធ្ងន់បោះក្រសួងទៅក៏ពួកបានមកប៉ៃយកមកអាហ្នឹងបាញ់បលិសងាប់ឥឡូវមកកាក់នៅទៀតសម្រាប់ឲ្យលោកយើងគិតមើលថាអញ្ចឹងអីវាដូចអត់ទុកអានឹងច្បាប់ដោយសារច្បាប់យើងរដ្ឋធម្មនុញ្ញយើងបានចែងថាវាអត់មានច្បាប់អត់មានទោសប្រហារជីវិតអញ្ចឹងបានថាមនុស្សมันវាមិនខ្លាចមនុស្សវាមិនល្អវាបានតែជាប់គុកព្រោះចូលគុកវាមានបាយស៊ីស្រាប់គាត់ថាវាមានជាប់មួយជីវិតទោសកម្រិតធ្ងន់30ឬក៏50ឆ្នាំអីតែមិនមែនតែនទៅវាមិនដឹងគេទុកឲ្យបំរុងឲ្យអស់បាយគុកទៅអីទេអូនេះសាហាវខ្លាំងណាស់សាហាវណាក៏ទៅរឿងនេះរឿងជាប់គ្នារហូតហ្មងយកមិញករណីមេប៉ុសនៅស្វាយរៀងពីរនាក់ប្តីប្រពន្ធនោះទៅដាក់ពាក្យបណ្ដឹងបាត់ម៉ូតូហើយទៅចំមេប៉ុសប៉ុសមកសវឹងស៊ូទៅឆ្វេងចេញទៅស្ដាំហើយស៊ូទៅស្ដាំចេញទៅឆ្វេងទៅស្រែកច្រឡោតតោតតងគ្នានេះបាត់ម៉ូតូហើយស៊ូថាម៉ូតូនោះទិញតាំងពី2013ទៅរកលិខិតស្នាមឯណានោះគ្នាវាមិនដឹងនិយាយឲ្យយល់មិនបើមេប៉ុសសវឹងបាត់ហើយហ្នឹងចេញពីប៉ុសមកតែបើថាបែកឃ្លៀវីដេអូដែលគាត់ថតទុកនឹងវាទៅផ្អើលដល់មហាជនហើយដឹងដល់ខាងអគ្គស្នងការដឹងដល់ក្រសួងមហាផ្ទៃឥឡូវនេះស្នងការខេត្តស្វាយរៀងហើយទៅដាក់ពិន័យហើយដកបញ្ឈរជើងទៅនៅស្នងការខេត្តទៅបង្ហាញខ្លួនទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការទូនទីគាត់នៅគាត់ថាដកបញ្ឈរជើងគាត់ឲ្យគាត់កាក់ណៃគាត់រៀងចាលព្រោះគាត់សារភាពទៅគាត់សវឹងមែនមេប៉ុសហ្នឹងគាត់សវឹងមែនព្រោះយើងឃើញវីដេអូហ្នឹងគាត់ដឹងតែគាត់សវឹងហ្នឹងគាត់សវឹងឡើងទុនហ្នឹងអញ្ចឹងបានថាការប្រើប្រាស់ពាក្យសម្ដីរបស់មន្ត្រីសមត្ថកិច្ចខ្លះមកលើប្រជាពលរដ្ឋពេលខ្លះអានេះដូចយើងថតវីដេអូបានទេណាអញ្ចឹងក្នុងនាមយើងជាប្រជាពលរដ្ឋយើងទៅរំពឹងគាត់យើងទៅពឹងពាក្យគាត់ដល់ពេលគាត់ប្រើពាក្យសម្ដីភាសាមកអញ្ចឹងយើងក៏បាក់ទទួលយកអានេះគាត់ជាផ្នែកមួយផងអញ្ចឹងបានថាគ្រប់មន្ត្រីសមត្ថកិច្ចទាំងតូចទាំងធំអីប្រើភាសាអីឲ្យវាសមរម្យតិចទៅជាមួយប្រជាពលរដ្ឋបើថាស៊ូចម្លើយស៊ូអីចោលអាហ្នឹងវាទៅហើយស្រែកគម្រាមសឡុតព្រោះវាចោលអានេះប្រជាពលរដ្ឋគ្នាបាត់ម៉ូតូហើយទៅប៉ឹងអាជ្ញាធរប៉ឹងសមាជិកទៅប៉ឹងប៉ុស្តិ៍ហើយប៉ុស្តិ៍ក៏ដូចចិត្តទៀតមេប៉ុស្តិ៍ហ្នឹងដាក់ឡើងត្រេតអីរឿងហ្នឹងក៏បានចប់ហើយដោយសារស្នងការខេត្តស្វាយរៀងក៏បានដកបញ្ឈរជើងទៅដាក់ពិន័យឲ្យទៅបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការនៅស្នងការខេត្តឥឡូវយើងវាសង្គមយើងរងថ្ងៃពុកនិយាយមែនការសម្លាប់មនុស្សដូចសម្លាប់សត្វអញ្ចឹងវាដូចផុយមែនតើហ្មងការសម្លាប់ជីវិតមនុស្សវាចង់និយាយថាវាអត់មានខ្លាចច្បាប់ខ្លាចជាប់គុកជាប់សម្បែងអីទេឃើញដល់ករណីមួយឃាតករនេះសម្លាប់ក្មួយស្រី CEO ហ្នឹងវាមើលទៅវាដូចផុយស្រួយពេកការសម្លាប់ហ្នឹងវាចេះខ្លាចដែរវាខ្លាចជាខ្លាចជាប់គុកវាចេះរត់ដែរដូចមានតាយហោងទៅសម្លាប់អាយុជីវិតមួយគេទៅមកវាចេះរត់ណយរត់មិនជឿរត់ទៅដល់បៃលិនអានេះបើសិនបើយើងក៏មានបញ្ហាព្រំដែនជាមួយថៃទេសុំរត់ចូលតាមច្រកព្រំនឹងចូលទៅថៃចប់បាត់ហ្មងចប់ហ្មងអាហ្នឹងហើយឈាមស្រ័យស្បែកហើយបាន3ថ្ងៃហ្នឹងដូចជាបងហ្នឹងហើយបាន3ថ្ងៃហ្នឹងខាងព្រំប្រទានកម្រិតធ្ងន់អូកឲ្យមកហ្មងអើយឯងសំណាងណាដែលប្រទេសយើងអត់មានច្បាប់ប្រហារជីវិតបើនៅចិននៅវៀតណាមវិញដុតកង់ឡានឲ្យមហាជនមើលបាត់ហើយថៃនេះឥឡូវហ្នឹងវាទទួលទណ្ឌកម្មពីទេវតាហើយថៃហ្នឹងឃើញទេប្រទេសវាអាក្រក់ហើយទទួលបាបកម្មពីទេវតាទៀតឥឡូវហ្នឹងទឹកចំនួនកម្រិតធ្ងន់ហើយធំទៀតកំពុងឲ្យវាយប្រហារខេត្តច្រើននៅក្នុងភូមិសាស្ត្រប្រទេសថៃជាពិសេសគឺក្រុងបាងកកហ្មងអញ្ចឹងបានថារាល់ពេលឲ្យតែថៃធ្វើទុកបុកម្នេញដោយការបាញ់ទៅលើកងទ័ពខ្មែរយើងកាលពីប្រហែលខែមុនការចាប់ក
ងទ័ពយើង18នាក់ទៅនៅដល់វារងថ្ងៃនេះហើយដល់ឥឡូវនេះបាញ់ប្រជាពលរដ្ឋយើងស្លាប់នេះឥឡូវបាបកម្មមានពិតអញ្ចឹងបានថាបលឹងបពាកបរោះដូនតាខ្មែរយើងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រគ្រប់ចំនួនទាំងអស់លោកបានដាក់ទណ្ឌកម្មដាក់បដាសាអាថៃនឹងវាខូចណាស់វាមិនដែរគិតមើលម៉ែអាណាដូចថ្ងៃមុនឆ្នាំក្រោយខែ3វិមានរបស់ចិនគេទុកឡើងតាំងពីរាប់រយឆ្នាំមកតាំងពីសម័យរាជវង្សហានដល់យុគសម័យបច្ចុប្បន្នគាត់ស្ដេចថៃទៅទស្សនកិច្ចជួបប្រធានាធិបតីរបស់ចិនស៊ីជីនពីងទៅឆេះអាវិមានដែលជាបេតិកភណ្ឌរបស់ចិនហ្នឹងអញ្ចឹងថាចង្រៃផុតលេខហ្មងហើយនិយាយទៅចង្រៃតាំងពីរាជដល់ស្ដេចអីយើងមិនតែល្អជាមួយវាទីទេអាថៃនេះសូម្បីតា